ក្រពើមេមួយក្បាលបានយាមសម្បុករបស់វាអស់រយៈពេល3ខែពេញដោយមិនដឹងថាកូនរបស់វាមួយក្បាលមិនមែនជារបស់វាតតែសោះប៉ុន្តែជាយៈបុរាណប្រវត្តិគឺ Dinosuchus ដែលបានផុតពូជអស់រយៈពេល75លានឆ្នាំមកហើយដូច្នេះសំណួរគឺថាតើ Dinosuchus នេះអាចទាមទារយកទីផ្សារអេកូឡូស៊ីរបស់វាមកវិញបានទេឥឡូវនេះអ្នកទើបតែញាស់មកមានប្រវែងត្រឹមតែ30សង់ទីម៉ែត្រប៉ុណ្ណោះដែលភ័យស្រួយមិនគួរឲ្យជឿម្ដាយរបស់អ្នកដែលជាក្រពើទឹកប្រៃប្រវែង3ម៉ែត្រកន្លះមិនដឹងអំពីអត្តសញ្ញាណពិតរបស់អ្នកទេនៅក្នុងក្រសែភ្នែករបស់អ្នកពិភពលោកគឺព្រើនឹងនៅតងប៉ុន្តែសភាពកត់រាងកាយរបស់អ្នកជំរុញអ្នកនិងបងប្អូនប្រុសស្រីរាប់សិបនាក់របស់អ្នកឲ្យវាទៅរកជំរកតែមួយគត់គឺទន្លេទោះជាយ៉ាងណាក៏ដោយគ្រោះថ្នាក់បានលាក់ខ្លួនគ្រប់ទីកន្លែងសត្វក្រៀលនៅលើមេឃនិងសត្វដែលនៅលើច្រាំងទន្លេត្រូវបានគេមើលឃើញថាជាអាហារថ្ងៃត្រង់ឥតទឹកថ្លៃងាយស្រួលសម្រាប់អ្នកក្នុងរយៈពេលប៉ុន្មាននាទីបងប្អូនប្រុសស្រីភាគច្រើនរបស់អ្នកបានស្លាប់ប៉ុន្តែសុបិនអាក្រក់ពិតប្រាកដគឺមេដឹកនាំទន្លេដែលមានប្រវែង6ម៉ែត្រដែលបានគ្រប់គ្រងទន្លេនេះអស់រយៈពេល12ឆ្នាំនៅថ្ងៃទី3នៃជីវិតរបស់អ្នកសត្វយក្សនេះបានរអិលចូលទៅក្នុងទឹករាក់ដូចជាខ្មោចវាមិននៅទីនោះដើម្បីបរបាញ់ទេប៉ុន្តែដើម្បីលុបបំបាត់គូប្រជែងនាពេលអនាគតសម្លេងក្រហមដ៏ខឹងសម្បាររបស់ម្ដាយអ្នកគឺគ្មានន័យនៅចំពោះមុខអំណាចដាច់ខាតមេដឹកនាំបានលេបត្របាក់បងប្អូនទាំង3របស់អ្នកម្ដងមួយដូចជាការញ៉ាំបន្ទះដំឡូងបន្ទាប់មកអ្នកបានចែវទុកត្រឡប់ទៅក្នុងទឹកជ្រៅវិញដោយស្ងប់ស្ងាត់នៅពេលនោះអ្នកបានយល់ថាសូម្បីតែម្ដាយរបស់អ្នកក៏មិនអាចការពារអ្នកនៅក្នុងទឹកដ៏ឃោរឃៅទាំងនេះបានដែរការរស់រានមានជីវិតអាស្រ័យតែលើខ្លួនអ្នកប៉ុណ្ណោះសម្រាប់ឆ្នាំបន្ទាប់ពិភពលោកទាំងមូលរបស់អ្នកវិលជុំវិញការលាក់ខ្លួនអ្នកបានរៀនដឹងពីលោកតូចបំផុតនៅក្នុងទឹករលកសម្ពាធពិសេសដែលចេញមកពីការល្បាតរបស់ជនផ្ដាច់ការនៅពេលណាដែលកម្លាំងធ្ងន់នោះមកពីខាងក្រោមអ្នកនឹងក៏ភ្លាមលាក់ខ្លួននៅក្រោមឫសដើមឈើដែលជាប់គ្នាคล้ายជាផ្នែកមួយនៃស្រមោលអ្នកតោងជាប់នឹងគែមនៃសេចក្តីលោកតស៊ូដើម្បីរស់រានមានជីវិតដោយការស៊ីសត្វល្អិតនិងត្រីតូចដែលអ្នកអាចចាប់បានខណៈពេលដែលបងប្អូនប្រុសស្រីរបស់អ្នកបានបាត់ខ្លួនម្ដងមួយក្នុងចំណោមសត្វ40ក្បាលចុងក្រោយដែលញាស់រួចមានតែអ្នកទេដែលនៅសល់ជាអ្នករស់រានមានជីវិតតែម្នាក់គត់ទោះជាយ៉ាងណាក៏ដោយសែនបុរាណដែលអសកម្មនៅក្នុងខ្លួនអ្នកកំពុងភ្ញាក់ឡើងដែលធ្វើឲ្យអ្នកលូតលាស់ក្នុងអត្រាខ្ពស់ជាងក្រពើធម្មតាណាមួយក្នុងរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះខណៈពេលដែលក្រពើផ្ទៃទៀតដែលមានអាយុដូចគ្នាមានប្រវែង1ម៉ែត្រអ្នកមានប្រវែងជិត1ម៉ែត្រកន្លះរួចទៅហើយចម្លែកជាងនេះទៅទៀតលាកក្បាលរបស់អ្នកកាន់តែធំនិងក្រាស់ជាងប្រភេទរបស់វាហើយធ្មេញរបស់អ្នកលែងដូចជញ្ជោទៀតហើយប៉ុន្តែកាន់តែក្រាស់រាងដូចខែដូចជានៅកើតមកដើម្បីកំទេចឆ្អឹងទន្លេដែលបរបាញ់អវយវៈរបស់អ្នកមេដឹកនាំផ្ដាច់ការក៏បានកត់សម្គាល់ឃើញភាពមិនប្រក្រតីរបស់អ្នកដែរគាត់បានចាប់ផ្ដើមសង្កេតមើលអ្នកដោយសម្ងាត់ពីទឹកជ្រៅភ្នែករបស់អ្នកពោពេញដោយភាពច្របូកច្របល់និងការប្រុងប្រយ័ត្នអ្នកធំពេកលែងជាសត្វព្រៃងាយស្រួលទៀតហើយប៉ុន្តែតូចពេកមិនអាចបង្កការគំរាមកំហែងពិតប្រាកដបានទេនៅពេលដែលរដូវប្រាំងមកដល់ទន្លេបានរួនទៅជាស្រះដាច់ដោយឡែកដែលបង្ខំឲ្យសត្វទាំងអស់ប្រមូលផ្ដុំគ្នាជាលើកដំបូងអ្នកនិងមេដឹកនាំផ្ដាច់ការដែលជាស្រូវរបស់អ្នកត្រូវបានជាប់នៅក្នុងរណ្ដៅភក់ដ៏ខ្មៅងឹតនេះដែលមានអង្កត់ជិត20ម៉ែត្រដោយគ្មានកន្លែងលាក់ខ្លួនអ្នកសម្លឹងមើលគ្នាទៅវិញទៅមកខ្យល់ក្រាស់ដោយភាពតានតឹងឥឡូវនេះអ្នកមានប្រវែងជិត2ម៉ែត្រហើយមេដឹកនាំផ្ដាច់ការដឹងថាអ្នកលែងជាសត្វតូចដែលគាត់អាចគ្រប់គ្រងបានយ៉ាងងាយស្រួលទៀតហើយវាកំពុងវិតម្លៃនិងរងចាំពេលរដូវវស្សាវិលត្រឡប់មកវិញទឹកទន្លេដែលហូរឡើងបាននាំមកនូវការលូតលាស់យ៉ាងខ្លាំង3ឆ្នាំក្រោយមកអ្នកបានធំធាត់ទៅជាយៈប្រវែង4ម៉ែត្រក្រពើនៃពូជពងរបស់អ្នកគឺដូចជាក្មេងមុនអ្នកលែងលាក់ខ្លួនទៀតហើយនៅពេលដែលអ្នកល្បាតទឹកដីរបស់អ្នកក្រពើផ្ទៃទៀតនឹងបើកផ្លូវឲ្យអ្នក5ឆ្នាំក្រោយមកនៅពេលដែលអ្នកធំធាត់ទៅជាយៈប្រវែង5ម៉ែត្រការប្រយុទ្ធដ៏ជោគវាសនាបានមកដល់ហើយអ្នកបានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅក្នុងទឹកដីស្នូលរបស់ជនផ្ដាច់ការលើកនេះជនផ្ដាច់ការមិនបានដកថយទេគាត់បានបើកធ្គាមរហមដូចឈាមរបស់គាត់លើករាងកាយដ៏ធំរបស់គាត់ហើយព្យាយាមបំភ័យអ្នកដោយគុណសម្បត្តិទំហំរបស់គាត់ទោះជាយ៉ាងណាក៏ដោយអ្នកគ្រាន់តែរងចាំដោយអត់ធ្មត់ឲ្យមេដឹកនាំផ្ដាច់ការវាយប្រហារមុនដោយមានបទពិសោធន៍ច្រើនគាត់បានព្យាយាមបញ្ចប់ការប្រយុទ្ធដោយខំក្បាលរបស់អ្នកប៉ុន្តែគាត់បានធ្វើកំហុសធ្ងន់ធ្ងរមួយអ្នកបានគេចទៅចំហៀងហើយខំចំហៀងលាក្បាលរបស់គាត់វិញដោយមានស្នាមប្រេះយ៉ាងខ្លាំងវាមិនមែនជាធ្មេញរបស់អ្នកដែលបាក់នោះទេប៉ុន្តែជាធ្មេញរបស់មេដឹកនាំផ្ដាច់ការឈឺចាប់យ៉ាងខ្លាំងពីលាក្បាលរឹងបានធ្វើឲ្យមេដឹកនាំរមួលនិងតស៊ូយ៉ាងខ្លាំងប៉ុន្តែអ្នកបានធ្វើឲ្យចលនាសម្រាប់ចុងក្រោយរបស់អ្នកសកម្មដែលឆ្លាក់ចូលទៅក្នុងសែនរបស់នៅវិលមរណៈអ្នកបង្វិលដោយកម្លាំងទាំងអស់របស់អ្នកកម្លាំងបង្វិលជុំដ៏ខ្លាំងក្លាបានបំផ្លាញរចនាសម្ព័ន្ធគ្រោងឆ្អឹងរបស់គាត់ភ្លាមមុនពេលហែកគាត់ដាច់ជាបំណែកជនផ្ដាច់ការដោយកម្លាំងចុងក្រោយរបស់គាត់បានរួចផុតពីការឃុំឃាំងរបស់គាត់រត់គេចពីផ្ទៃទឹកដែលគាត់បានគ្រប់គ្រងអស់រយៈពេលជាមួយសវត្សរ៍បេះដូងរបស់គាត់ពោពេញដោយឈាមនិងភាពភ័យរន្ធត់ចាប់ពីពេលនោះមកលែងមានការនិយាយអំពីស្ដេចចាស់សោយទីវង្គតនិងស្ដេចថ្មីឡើងសោយរាជទៀតហើយអ្នកបានក្លាយជាអ្នកគ្រប់គ្រងថ្មីនៃផ្ទៃទឹកទាំងនេះដែលជារឿងព្រេងនិទានដ៏រស់រវើកអ្នកអាចបរបាញ់សត្វក្របីដែលមានទម្ងន់រាប់រយគីឡូក្រាមបានយ៉ាងងាយដោយបំបែកឆ្អឹងខ្នងរបស់វាជាមួយនឹងការវិលតែមួយដងដ៏សាហាវអត្ថភាពរបស់អ្នកបានផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ីទាំងមូលហ្វូងសត្វក្របីដែលធ្លាប់ឆ្លងកាត់ទន្លេនេះឥឡូវនេះចូលចិត្តបង្វែរចម្ងាយរាប់សិបគីឡូម៉ែត្រទៅជាងបោះជំហានចូលទៅក្នុងផ្ទៃទឹកដ៏សាហាវរបស់អ្នកបានក្លាយជាទស្សនីយភាពដ៏គួរឲ្យភ័យខ្លាចសម្រាប់ទឹកដីនេះ